ព័ត៌មានសិល្បៈកំសាន្ត Update Today សូមស្វាគមន៍ទូកាយនៅឆ្ងាយប៉ុន្តែបេះដូងនៅជាមួយកម្ពុជាប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាទាមទាររកសន្តិភាពជូនប្រទេសនៅថ្ងៃអាទិត្យម្សិលមិញនេះប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលីបានប្រមូលផ្ដុំគ្នានៅទីក្រុង Melbourne ដើម្បីអំពាវនាវឲ្យស្វែងរកសន្តិភាពជូនប្រទេសរបស់ខ្លួននិងបញ្ឈប់ការឈ្លានពានពីសំណាក់យោធាថៃទូកាយនៅឆ្ងាយក្តីប្រជាពលរដ្ឋដែលមានឈាមជ័រជាខ្មែររាប់ពាន់នាក់បានកាន់ទង់ជាតិនិងបដារបស់កម្ពុជាហើយបានប្រមូលផ្ដុំគ្នាដើម្បីជំរុញឲ្យអន្តរជាតិបញ្ឈប់សកម្មភាពរបស់យោធាសៀមនិងជំរុញឲ្យមានការគោរពកិច្ចព្រមព្រៀងបទចម្បាញ់យ៉ាងពេញលេញប្រជាពលរដ្ឋជាច្រើនបានស្រែករកយុត្តិធម៌និងទាមទាររកសន្តិភាពជូនកម្ពុជាខណៈនៅពេលនេះកំពុងតែរងអំពើហិង្សាយ៉ាងព្រៃផ្សៃពីសំណាក់យោធាសៀមដែលចិញ្ចឹមចិត្តចង់ឈ្លានពានទឹកដីប្រទេសជិតខាងជាមួយគ្នានេះជនបរទេសនិងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមបានលើកឡើងរឿងរ៉ាវជាច្រើនដែលយោធាសៀមបានបង្កមកលើប្រជាពលរដ្ឋកម្ពុជារួមមានទាំងការទម្លាក់គ្រាប់បែកសម្រាប់ជនស៊ីវិលបំផ្លិចបំផ្លាញផ្ទះសម្បែងនិងសាលារៀនរួមទាំងការបង្ខំឲ្យប្រជាជនរាប់សែននាក់ត្រូវបង្ខំចិត្តចាក់ចោលផ្ទះសម្បែងដ៏កក់ក្ដៅរបស់ពួកគេផងដែរបើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃគិតត្រឹមម៉ោង 6 ល្ងាចថ្ងៃទី14 ខែធ្នូម្សិលមិញចំនួនជនភៀសសកកម្ពុជានៅតាមបណ្ដាខេត្តរងគ្រោះទាំង7បានកើនឡើងដល់ជាង 12,000 គ្រួសារដែលស្មើនឹងជាង 40,000 នាក់បវរកញ្ញា Miss World 2025 ជនជាតិថៃរងការរិះគន់យ៉ាងខ្លាំងក្រោយនាសនាឲ្យមានសន្តិភាពពាក្យថាសន្តិភាពនៅក្នុងប្រទេសថៃកម្របានយកមកនិយាយណាស់ក្នុងកលៈទេសៈសង្គ្រាមកាន់តែកើនឡើងកម្ដៅឈ្លានពានចូលមកកម្ពុជាស្រាប់តែថ្មីនេះបវរកញ្ញាពិភពលោក Miss World 2025 អូផលស៊ូឆាតាស៊ុងស្រីជនជាតិថៃម្នាក់បានថ្លែងសារមួយទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំសកលឬហៅកាត់ថា GLS 2025នៅឯទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី14 ខែធ្នូម្សិលមិញនេះដោយនាងស្នើឲ្យមេដឹកនាំពិភពលោកជ្រើសរើសយកសន្តិភាពជំនួសឲ្យការធ្វើសង្គ្រាមតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Khawsut English របស់ថៃនៅថ្ងៃដដែលបានលើកឡើងថាការអំពាវនាវស្រែករកសន្តិភាពនេះពីម្ចាស់មង្គលបវរកញ្ញាពិភពលោក2025គឺជារឿងដ៏កម្រមួយដែលបានបង្កឲ្យមានការជជែកវែកញែកក្តៅគគុកយ៉ាងកក្រើកនៅលើបណ្ដាញសង្គមថៃក្នុងពេលដែលការប៉ះទង្គិចគ្នាកាន់តែសាហាវនៅតាមខេត្តជាប់ព្រំដែនថៃកម្ពុជាកំពុងតែបន្តអូសបន្លាយបវរកញ្ញាថៃរូបនេះបានជំរុញឲ្យមេដឹកនាំប្រទេសថៃជ្រើសរើសយកសន្តិភាពជាជាងសង្គ្រាមនិងគិតពីមនុស្សជាតិជាប្រយោជន៍រួមវិញសន្ទរកថាតែប៉ុន្មាននាទីរបស់បវរកញ្ញាពិភពលោកនេះបានធ្វើឲ្យក្រុមជ្រុលនិយមថៃខឹងសម្បាយយ៉ាងខ្លាំងដោយការសរសេរខមមិនតេះដៀនាងជំវិញការស្នេហាជាតិរបស់នាងឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ជនជាតិថៃខ្លួនឯងបណ្ដាញសង្គមផ្សព្វផ្សាយដែលមានឈ្មោះថា Bunrod បានលើកឡើងថាការអំពាវនាវឲ្យមានសន្តិភាពពីបវរកញ្ញាអូផលមិនមែនជាសញ្ញានៃភាពទន់ខ្សោយឬកង្វះភាពស្នេហាជាតិនោះទេប៉ុន្តែជាការក្លាហានក្នុងការបញ្ឈប់វដ្តនៃការស្អប់ដើម្បីរក្សាជីវិតសេដ្ឋកិច្ចនិងទំនាក់ទំនងរយៈពេលវែងរបស់អ្នកជំនាន់ក្រោយតើការគម្រាមជាថ្មីពីប្រធានាធិបតីសហរដ្ឋអាមេរិកអាចបញ្ឈប់សង្គ្រាមព្រំដែនរវាងកម្ពុជាថៃបានដែរឬទេនៅថ្ងៃទី14 ខែធ្នូឆ្នាំ2025ម្សិលមិញនៅសហរដ្ឋអាមេរិកលោកប្រធានាធិបតី Donald Trump បានគម្រាមដាក់ពន្ធបន្ថែមជាថ្មីទៀតលើប្រទេសថៃនិងកម្ពុជាប្រសិនបើប្រទេសទាំងពីរមិនព្រមបញ្ឈប់អរិភាពទេនេះបើយោងតាមបទសម្ភាសន៍ជាមួយ The Wall Street Journal លោកប្រធានាធិបតី Trump បានមានប្រសាសន៍ថាលោកទៅប្រើពន្ធគយនៅ10នាទីមុនកិច្ចសម្ភាសន៍ដើម្បីដោះស្រាយការផ្ទុះសង្គ្រាមជាថ្មីរវាងប្រទេសថៃនិងកម្ពុជាហើយលោកបានប្រាប់មេដឹកនាំប្រទេសទាំងពីរថាប្រសិនបើមិនបញ្ឈប់សង្គ្រាមទេលោកនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមទាំងបន្ថែមពន្ធគយលើប្រទេសទាំងពីរលោក Trump បានមានប្រសាសន៍កាលពីថ្ងៃសុក្រកន្លងទៅថាលោកបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃនិងកម្ពុជាហើយមេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់អរិភាពក្នុងរយៈពេល24ម៉ោងនិងត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពវិញទោះជាយ៉ាងនេះក្តីក៏ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរនៅតែបន្តនៅឡើយ
សូមអរគុណចំពោះការតាមដានព័ត៌មានសិល្បៈកំសាន្ត Update Today